จูนสมาชิกខ្សែទឹកខាងក្នុងទូកដែលស្ថិតនៅខ្សែទឹកខាងក្នុងមានចំណុះ75នាក់មកពីវត្តព្រំឧត្តរទូ3ឃុំរាយបាយស្រកងមាសខេត្តកំពង់ចាមលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍ហើយក៏ណែនាំឲ្យស្គាល់ទូកដែលនៅខ្សែទឹកខាងក្រៅគឺមានឈ្មោះថាឧត្តមទូ3បារមីពិជ័យចេស្តារីឯខ្សែទឹកខាងក្រៅគឺជាទូកដែលមានចំណុះ75នៅដូចគ្នាមកពីវត្តវាស្បូវភូមិមណ្ដងឃុំមេប្រច័ន្ទស្រុកពីរៀងខេត្តព្រៃវែងលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់ស្រីឆ្នាស់ដងទន្លេតូចស្រីសសវណ្ណពេជ្រមณีទូទាំងពីរស្ដាប់លក្ខខណ្ឌនៃការប្រកួតទី1ហាមលេងដណ្ដើមខ្សែទឹកទី2ហាមលេងដេញបុកគ្នានិងទី3ហាមលេងច្រវាហោះចាក្រមត្រៀមប្រុងព្រៀបប្រកួតគូពិសេសទី1ជើងទី1បើតាមដំណឹងគេថាគូនេះគឺជាគូសងសឹកតែដឹងសងសឹកពីជំនាន់ណាទេខ្ញុំក៏មិនដឹងដែរខាងក្រៅនេះបងប្អូនឃើញនេះគឺស្រីសសវណ្ណពេជ្រមณีជាអធិរាជដងទន្លេតូចខាងព្រៃវែងខាងក្នុងនេះគឺឧត្តមទូ3ចាំមើលថាតើនៅក្នុងការប្រកួតនៅជើងទី1នេះទឹកទី1នេះថាអ្នកណាគេជាអ្នកសន្ធប់ទៅខាងណាហើយយើងឃើញថាខាងក្រៅកំពុងតែសន្ធប់ទៅលើខាងក្នុងហើយវាយផងអីផងចាក់ផងកផងជើងច្បាស់ទៅស្អាតចាស់ខាងក្នុងក៏ព្យាយាមតាមមិនទាន់នោះទេមើលទៅឥឡូវនេះស្រីសសវណ្ណពេជ្រមณีដល់ទីមុនប៉ោងអញ្ញាកដាជួបគូមើលសន្លប់ផឹងមកក្នុងជើងទី1អូឥឡូវឈានដល់ជើងទី2ទឹកទី2ហើយយើងឃើញថាអត់ទុកយូរទេអ្នកឲ្យទឹកថាកុំយូរពេកឥឡូវឲ្យទឹកជាបន្តយើងឃើញថាខ្សែទឹកខាងក្នុងនេះគឺជាខាងឧត្តមទូ3ឲ្យយល់វាយផ្ដាច់បាត់ហើយផ្ដាច់ទៅលើស្រីសសវណ្ណពេជ្រមณีបាត់ទៅហើយចិត្តដល់ទីកងប្រវត្តិគឺយើងឃើញថាខាងក្រៅកំពុងសន្ធប់ផ្លាយដើរសន្ធប់បេះដូងហើយដល់ទីមុនទៅលើស្រីសសវណ្ណពេជ្រមณีមកជើងម្នាក់មកទឹកម្នាក់សន្លប់ម្នាក់យើងឃើញថាពីនេះគឺញាក់សាច់ទៅហើយវាយជើងទី2ជើងទី1ឆ្ងាញ់ដូចគ្នាខ្ញុំក្រោយអរគុណសម្រាប់ការទស្សនាពីបងប្អូនបើសិនជាពេញចិត្តកុំភ្លេចជួយ follow ជួយ like ជួយ share ម្នាក់មួយហើយបើសិនជាចង់លើកទឹកចិត្តជួយ admin ម៉ាសេនអីក៏ដោយជួយផឹកកាហ្វេអញ្ចឹងណាបញ្ចប់ការទូរស័ព្ទអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ